ជួយបងហើយទីមួយគឺស្ថាបនិកឯកអ្នកកទេសបានលោកដាក់ចេញនយោបាយឈ្នះហើយយើងមានតួអង្គប្រតិបត្តិការនៃអនុវត្តកងយុទ្ធពលខេមរៈភូមិន្ទកតាបាទរដ្ឋបាលកតាលបាទនៅក្នុងទីកន្លែងនេះគឺជាកតាការបរទេសជាមួយនឹងអន្តរជាតិលក្ខនឹងលក្ខសូមជម្រាបជូនបងបាទហើយមានកតាមិនសងសឹកគ្នាការកសាងជំនឿទុកចិត្តបាទមានកតាមនោគមវិជ្ជាខាងសេដ្ឋកិច្ចពាណិជ្ជកម្មសង្គមនយោបាយលក្ខនឹងលក្ខហើយចុងក្រោយនេះគឺកតាខ្មែរក្រហមគាត់បែកបាក់សាមគ្គីគ្នាបងអាចមើលចុះនេះជាតាពលពតបាទលោកបានចាប់សម្បត្តិតាសំសេនថារៀបនឹងក្បត់លោកហើយក៏បានបញ្ជាកងទ័ពរបស់លោកឲ្យទៅសម្លាប់គ្រួសារតាសំសេនទាំងគ្រួសារដោយអំណោយអធមតាមកមិនសុខចិត្តទេតាមកខឹងតាពលពតសម្លាប់ General ឬក៏មេទ័ពសំសេនបាទឬក៏គ្នាគាត់នឹងតាមកក៏បានចាប់តាពលពតឃុំខ្លួនបាទនេះជាការបែកបាក់របស់ខ្មែរក្រហមហើយកម្ពុជាយើងក៏បានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងថ្ងៃទី29 ធ្នូឆ្នាំ 90